ខ្ញុំពិតជាមានសេចក្តីសមនោះរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីបើកកិច្ចប្រជុំមុខងារប្រមុខមុខងារសាធារណៈអាស៊ានលើកទី23និងអាស៊ានបូក3លើកទី8ស្តីពីកិច្ចការមុខងារសាធារណៈក្រោមមូលបទដែលមានសារៈសំខាន់ដែលស្របនឹងបរិបទពិភពលោកគឺអ្នកវិនិយោគសម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងតាំងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជានិងប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍ទាំងកក់ក្ដៅចំពោះគណៈរដ្ឋទាំងអស់ដែលបានអញ្ជើញមកកាន់ទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជាមានមោទនភាពយ៉ាងខ្លាំងក្នុងការធ្វើជាប្រធានបដូវវេននៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈនិងធ្វើជាផ្ទះនៃកិច្ចប្រជុំ ACCSM លើកទី2ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមុខងារសាធារណៈកម្ពុជាប្រទេសជាសមាជិកអាស៊ានទាំងអស់អគ្គលេខាធិការឋានអាស៊ាននិងប្រទេសដៃគូបូក3ដ៏ជិតស្និទ្ធរបស់យើងគឺសាធារណរដ្ឋប្រជាមានិតចិនជប៉ុននិងសាធារណរដ្ឋកូរ៉េចំពោះការបដិញ្ញាចិត្តដ៏មោះមុតក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់លើរដ្ឋបាលសាធារណៈ